នៅក្នុងឃ្លាប91នៃការពន្យល់នៅក្នុងព្រះបាលីនៅក្នុងសាមញ្ញផលសូត្រហ្នឹងមានពាក្យខាងដើមតែងតែមានពាក្យថាអេវមេសតាំងអេកសមយ៉ាងភគវារាជកហេអំពវនេមហតាភិក្ខុសង្ឃេនៈដូច្នេះដែរអញ្ចឹងមានលំនាំអញ្ចឹងបានបកថានៅក្នុងហ្នឹងគឺគេបញ្យល់ពាក្យថារាជកហេហ្នឹងបានន័យថាជាភាសាបាលីនៅក្នុងហ្នឹងបកថាទេពក្រុងរាជក្រឹសអញ្ចឹងបានន័យថាសាច់រឿងហ្នឹងកើតនៅក្នុងក្រុងរាជក្រឹសមានន័យថាកាលហ្នឹងគឺក្នុងក្រុងរាជក្រឹសហ្នឹងគឺជាឈ្មោះរបស់នគរហ្នឹងហើយប្របាទដែលគ្រប់គ្រងលើក្រុងរាជក្រឹសហ្នឹងនគររាជក្រឹសហ្នឹងក៏មុនឈ្មោះប្របាទមន្ធាទរាជនិងមហាគោវិនធុញវិនធៈព្រាហ្មណ៍ណាមហាគោវិនធៈព្រានជាដើមគាត់ជាអ្នកគ្រប់គ្រងនគររាជក្រឹសហ្នឹងនៅក្នុងនគររាជក្រឹសហ្នឹងគឺមានអ្នកប្រាជ្ញដតីណានគររាជក្រឹសហ្នឹងមានអ្នកប្រាជ្ញច្រើនធម្មតានៅនគរមួយតែមានអ្នកប្រាជ្ញជាច្រើនប៉ុន្តែប្រាជ្ញនេះបានជួយអភិវឌ្ឍនគរអញ្ចឹងហើយក៏បានគាត់ក៏បានពណ៌នាទុកត្រឹមតែជាឈ្មោះរបស់ក្រុងហ្នឹងតែប៉ុណ្ណោះទេក្រុងរាជក្រឹសហ្នឹងអញ្ចឹងនគររាជក្រឹសនេះគឺជាក្រុងមួយកាលនៅសម័យពុទ្ធកាលគឺជាសម័យដែលព្រះពុទ្ធគង់នៅនៅក្នុងចចក្រពត្តិកាលដ៏ចំណែកនៅក្នុងកាលដ៏ពិសេសទីជាក្រុងទំនេរគ្រប់គ្រងដោយពួកយក្សជាបរិយទីនៅអាស្រ័យដោយពួកយក្សទាំងនោះអូកាលនោះមានយក្សច្រើនណាស់នៅក្នុងក្រុងរាជក្រឹសហ្នឹងណាគ្រប់គ្រងដោយពួកយក្សនេះសម័យព្រះមានយក្សណាយក្សបណ្ដៅជាមួយមនុស្សពាក្យបាលីមួយទៀតគេបញ្យល់ពាក្យថាវិហរតិហ្នឹងគឺបានន័យថាត្រង់ហ្នឹងគង់នៅទីនោះតាមធម្មតាជាពាក្យសម្ដែងដល់សេចក្តីប្រុងប្រៀបដោយវិហារធម៌យ៉ាងណាមួយបណ្ដាឥរិយាបថវិហារតពវិហារព្រហ្មវិហារនិងអរិយវិហារពាក្យហ្នឹងបានន័យថាវិហរតិហ្នឹងបានន័យថាជាកន្លែងមួយដែលសម្ដែងធម៌គឺជាវិហារដូចជាព្រះវិហារដូចជាសាលាវត្តចឹងណាគឺសម័យនេះចឹងប៉ុន្តែនៅក្នុងទីនោះសម្ដែងដល់ការឈរអង្គុយដេកដើរដែលជាអិរិយាបថផ្លាស់ប្ដូរគ្នាប៉ុណ្ណោះណាដូច្នេះព្រះរាមាប្រភាទ្រង់ឈរក៏ដោយទ្រង់យាងទៅក៏ដោយគង់ក៏ដោយផ្ទុំក៏ដោយក៏បីជ្រាបថាទ្រង់គង់ប្រថាប់នៅទីនោះអស់នោះឯងសេចក្តីថាព្រះអង្គទ្រង់បំបត្តិសេចក្តីលំបាកនៃអិរិយាបថមួយដោយអិរិយាបថមួយទ្រង់រក្សាអត្តភាពមិនឲ្យទ្រង់លំបាកព្រះវរកាយទើបហៅថាវិហរតិទ្រង់គង់ប្រថាប់នៅទីនោះនោះការប្រែប្រួលអិរិយាបថដែលនៅកន្លែងសម្ដែងធម៌ហ្នឹងមានពាក្យមួយឃ្លាទៀតដែលយើងត្រូវសិក្សាដែរជាពាក្យបាលីហៅថាជីវកសៈកោមេរៈភោចសៈអំពវនេនេះគឺជាពាក្យសម្ដែងកន្លែងស្នាក់នៅចិត្តក្រុងរាជក្រឹសមួយល្មមនឹងចូលទៅអាស្រ័យបណ្ឌបាតបានព្រោះដូច្នេះនៅក្នុងសេចក្តីនេះក៏បីជាយ៉ាងនេះថាពាក្យថារាជកហេវិហរតិជីវកាសកាមេរភ័តចសៈអំពវនេសេចក្តីមានសេចក្តីថានៅក្នុងសួនអំពវ័នរបស់ពេទ្យជីវកកោមេរភ័តគឺនៅក្នុងក្រុងរាជក្រឹសហ្នឹងមានពាក្យថាសត្តម័យវិផុតតិចុះនៅក្នុងអត្ថបទហ្នឹងថាចិត្តឬទៀបបានន័យថាវាមិននៅក្នុងក្រុងពេកទេវានៅចិត្តក្រុងឬក៏វានៅក្បែរក្រុងរាជក្រឹសនោះកន្លែងហ្នឹងណាកន្លែងដែលទៅបណ្ឌបាតបានហ្នឹងនៅក្នុងព្រះបាលី
ដែលឈ្មោះថាជីវកៈហ្នឹងបានន័យថាគាត់ហ្នឹងនៅរស់ដែលមានឈ្មោះថាកោមីរភ័ត្នហ្នឹងគឺក៏បរិជ្ជកុមារទ្រង់ចិញ្ចឹមដូចបានឮមកថាព្រះអភ័យរាជកុមារស្ដេចទៅជួបទារកមួយក៏ត្រាស់សួរថាអ្វីណនាយហេតុដែលហ្វូមក្អែកកំពុងចោមរោបទូលថាទារកព្រះអង្គនៅរស់ឬនៅរស់ព្រះអង្គបើយ៉ាងនោះចូលនាំទារកនោះចូលទៅខាងក្នុងនគរហើយប្រគល់ឲ្យមេដោះទាំងឡាយចិញ្ចឹមរក្សាអញ្ចឹងជីវកៈហ្នឹងគឺជាទារកដែលព្រះរាជាយកទៅចិញ្ចឹមមនុស្សទាំងឡាយទៅបានដាក់ឈ្មោះទារកនោះថាជីវកៈព្រោះតារស់នឹងតាំងឈ្មោះថាកោមីរភ័ត្នព្រោះព្រះរាជាកុមារទ្រង់ចិញ្ចឹមនេះជាសេចក្តីសង្ខេបនៅក្នុងរឿងនេះរឿងអីរឿងជីវកៈនឹងឯងពេទ្យជីវកៈនៅសម័យព្រះគាត់ប្រកាសគាត់ជាព្រះអរហន្តមួយអង្គណាជីវកៈនោះណាចំណែកសេចក្តីពិស្ដាររឿងពេទ្យជីវកៈក៏មាននៅក្នុងជ័យបរតខន្ធកៈនោះឯងសំបីអត្ថកថាដែលវិនិច្ឆ័យរឿងពេទ្យជីវកៈនេះក៏បានពោលទុកនៅក្នុងអត្ថកថាវិន័យឈ្មោះថាអសមន្តបាសាទិកាពេទ្យជីវកៈក៏ពេទ្យជីវកៈនេះសម័យមួយនេះចាប់ផ្ដើមនិយាយពីពេទ្យជីវកៈនេះសម័យមួយធ្វើឲ្យព្រះវរៈធ្វើឲ្យព្រះវរៈកាយរបស់ព្រះមេនុភាដែលសពតសពតសពុនសពតដែលរោគឲ្យសះស្បើយជាប្រកដីហើយក៏ថ្វាយសម្ពុតមួយគូដែលត្បាញអំពីដែនសីវីអានឹងដែនសីវីជាកន្លែងមកគេឈ្មោះកន្លែងមកគេព្រះពុទ្ធអង្គទ្រង់អនុមោទនាពេលអនុមោទនាការថ្វាយសម្ពុតចប់ហើយពេទ្យជីវកៈបានតាំងនៅក្នុងសត្តាបត្តផលតែពេលហ្នឹងជីវកៈបានសត្តាហើយពេលដែលធ្វើគេថ្វាយសម្ពុតសម្ពុតមួយគូហ្នឹងបានសម្រេចសត្តាជីវកៈហ្នឹងទៅគិតថាយើងគួរនឹងទៅគល់ថែរក្សាប្រពុតមួយថ្ងៃ2ទៅ3ដងអញ្ចឹងបានន័យថាលោកបានសត្តាហើយអញ្ចឹងអ្នកដែលបានសត្តាស្លាញ់គ្រប់ប្រពុតណាអត់មានប្រមាថមួយងាយព្រះទេអញ្ចឹងនេះភ្នំកិច្ចកោតអ្នកគូរាប់ទៅនោះណាភ្នំកិច្ចកោតហ្នឹងហើយនឹងព្រះវិហារវេលវ័នណានៅឆ្ងាយហួសប្រមាណក៏អ្នកគ្រូបានទៅដែរកន្លែងពេទ្យជីវកៈហ្នឹងបានទៅថ្ងៃហ្នឹងទៅតែកន្លែងទ្របឃ្លាំងទ្របឧបត្តិអមិសាលទេហើយអញ្ចឹងគេចង់រៀបរាប់ថានៅកន្លែងពេទ្យជីវនៅកន្លែងដែលពេទ្យជីវកៈនៅហើយនឹងភ្នំកញ្ចកោតហើយនឹងព្រះឥសីហ្នឹងវាព្រះវិហារវេលសវ័នហ្នឹងគឺនៅឆ្ងាយនៅឆ្ងាយប៉ុន្តែសួនអំពាក់វ័នរបស់យើងនៅចិត្តផងសួនអំពាក់វ័នហ្នឹងនៅចិត្តផងបើដូច្នេះយើងនឹងទៅសាងវិហារថ្វាយចំពោះព្រះមានព្រះភិក្ខក្នុងសួនអំពាក់វ័នរបស់យើងនេះតែកន្លែងធ្វើវត្តពីដើមសិតតែកន្លែងស្អាតល្អណាពេទ្យជីវកៈនោះទៅសាងទីនោះនៅពេលយប់នៅពេលថ្ងៃទីសម្រាប់គត់និងមណ្ឌលជាដើមហើយឲ្យសាងប្រគុណកិច្ចដែលសមគួរដល់ព្រះមានព្រះភិក្ខក្នុងសួនអំពាក់វ័ននោះឲ្យសាងលំពែងមានពណ៌ដូចសម្ពុតក្រហមកម្ពស់18ហត្ថឡោមព័ទ្ធសួនអពាក់វ័នទំនុកបំរុងភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានដោយជ័យវរៈនិងផតតាហាបានសោយទឹកតេខេណោតកវេរៈថ្វាយសួនអំពាក់វ័នជាព្រះវិហារនឹងស្រោចទឹកហើយជាថ្វាយអញ្ចឹងជីវកៈអ្នកកសាងជីវកៈកុមារសសាងថ្វាយព្រះលោកបានសត្តាលោកត្រង់សាសនាដែរលោកជួយត្រង់សាសនាដែរអញ្ចឹងសេចក្តីអត្ថសេចក្តីនេះប៉ុណ្្នឹងហើយនៅក្នុងនេះមានបញ្យល់ថែមទៀតពាក្យថាជីវកសៈកោមេរភ័តសច្ឆាកោមេរភ័តចសៈអំពវៈ
ណែនេះគឺលោកពោលសំដៅទៅព្រះវិហារព្រះវិហារអីគេហ្នឹងព្រះវិហារនោះដែលយើងរៀបរាប់មិញហ្នឹងដែលសួនអំពែអវ័នហ្នឹងណាហើយពាក្យថារាជាវិញគឺនៅក្នុងឈ្មោះថារាជាដែលមានធ្វើឲ្យមហាជននឹងត្រេកអរឬបំរើដោយឥស្សរិយសម្បត្តិរបស់ខ្លួនឬសង្ឃហវត្ថុ4ប្រការនោះឈ្មោះថាមាគធោមានអត្ថាធំលើសអ្នកដែលលក្ខដែនមគ្គធៈទាំងឡាយនេះដែនមគ្គធៈផ្សេងមួយទៀតឈ្មោះថាអជាសតុនេះអជាសតុនេះបានន័យថានិមិត្តការចាទាំងឡាយទាយប្រាប់ថាមិនទាន់កើតឡើងជាសត្រូវដល់បរិជាទេកូនបបាត់អជាសតុកូនបបាត់បំពសាលកូនបបាត់បំពសាលអជាសតុប៉ុន្តែអត់ទាន់ខ្លាយជាសត្រូវទេឈ្មោះនឹងបានន័យថាមិនទាន់ខ្លាយជាសត្រូវទេបានឮថាការប្របាទអជាសតុនៅក្នុងភោព្រះទេវីកើតការចាញ់ភោចាញ់គាល់ព្រះភោដល់កបិតយ៉ាងនោះថាអូនងយើងក៏បីបានផឹកលោហិតព្រះពាហាខាងស្ដាំរបស់ព្រះរាជាព្រះនាងមានព្រះតម្រិះថាការចាញ់គាល់កើតឡើងនៅក្នុងឋានៈដ៏ធ្ងន់មិនអាចប្រាប់ឲ្យអ្នកណាដឹងបានការមិនអាចប្រាប់បានទៅស្គមស្គាំងពណ៌សម្បុរស្រកអាប់ចុះបរិជាត្រាស់សួរព្រះនាងថាណែនាងដ៏ចម្រើននឹងប្របាទពំសាលអ្នកសួរប្របាទពំសាលអ្នកសួរភៈមហេសីណែនាងដ៏ចម្រើនរាងកាយរបស់នាងមានពណ៌សម្បុរមិនប្រក្រតីមានហេតុអ្វីឬដល់ពេលឲ្យមហេសីថាគឺទូលមកវិញថាមេត្តាកុំសួរឡើយក្រាបទូលទទួលបង្គាប់ថាណែនាងដែលព្រះបរិជាថាវិញណែនាងកាលមិនអាចប្រាប់សេចក្តីប្រាថ្នារបស់ព្រះនាងដល់ខ្ញុំព្រះនាងនឹងប្រាប់ដល់អ្នកណាសួរថាអាចបើប្តីឲ្យមិនប្រាប់ទៅប្រាប់អ្នកណាដូច្នេះទ្រង់សួរដេញដោលដោយប្រការនោះព្រះនាងក៏ប្រាប់ទាល់តែបានលំមទ្រង់បានជ្រាបប៉ុណ្ណោះក៏ត្រាស់ថាព្រះនាងនេះល្ងងក្នុងរឿងនេះនាងមានសញ្ញាធ្ងន់ក្រាស់មែនឬមិនមែនឬដូច្នេះទៅបង្គាប់ឲ្យហៅពេទ្យឲ្យយកកំបិតមាសវះព្រះពាហាហើយត្រង់ព្រះលោហិតដោយពេងមាសលាយដោយទឹកហើយឲ្យព្រះនាងសោយប្របាទបើភាសាហ្នឹងប្រហូរឈាមណាប្រហូរឈាមពាហានឹងមិនដឹងជាដៃឬឡៃណាប្រហែលជាអាចដៃច្រើនជាងនេះជាភាសាដៃស្ដាំណាដៃស្ដាំភាសាស្ដាំចាកំពុនដៃចាអរគុណមីងណែមិត្តកាចាទាំងឡាយបានជាដំណឹងដូច្នេះនាំគ្នាព្យាករថាព្រះអរោះនឹងក្នុងគរអង្គនេះនឹងជាសត្រូវរបស់ព្រះរាជានឹងត្រូវព្រះអរោះអង្គនោះដាក់ប្រជជននេះព្យាករគេទាយព្រះទេវីទ្រង់ស្ដាប់ដំណឹងដូច្នេះមានព្រះតម្រិះថាព្រះអរោះដែលចេញចាក់ផ្ទៃរបស់យើងនឹងសម្លាប់ព្រះរាជាម្ដាយហ្នឹងម្ដាយព្រះទេវីទើបមានបំណងនឹងទម្លាយគាល់នឹងឲ្យធ្លាក់ទៅចង់ទម្លាក់កូនហ្នឹងស្ដេចទៅព្រះរាជឧស្សាហ៍ឲ្យច្របាច់ព្រះគាល់តែព្រះគាល់ក៏មិនធ្លាក់សោះពនាងស្ដេចទៅឲ្យធ្វើយ៉ាងនេះជារឿងយ៉ាងនោះជារឿយព្រះរាជាតាមដានមើលថាពនាងទេវីនេះទៅព្រះរាជឧស្សាហ៍រឿយដើម្បីអ្វីប៉ុន្តែហើយស្អីលឺសូរចឹងចង់ទម្លាក់កូននឹងចាក់ណាត្រង់ជ្រាបយ៉ាងនោះហើយទៅត្រង់ហាមថាព្រះនាងក្មេងក្នុងផ្ទៃរបស់ព្រះនាងនៅមិនទាន់ដឹងថាជាប្រុសឬស្រីឡើយព្រះនាងក៏ធ្វើយ៉ាងនេះចំពោះទារកដែលកើតដល់ខ្លួនចេញហើយទោសដ៏ធ្ងន់របស់យើងដោយពោលនេះនឹងខ្ទប់ខ្ចក់ខ្ចាយទៅទូទាំងចម្ពោះទ្វីបសូមព្រះនាងចូលគុំធ្វើយ៉ាងនេះទៀតឡើយហើយបានប្រទានការរក្សាព្រះនាងបានគិតទុកថាវេលាប្រសូតនឹងសម្រាប់ចោលទៀតណាតែទម្លាក់មិនស្លាប់ហើយថាកើតមកសម្រាប់ចោលទៀតនេះម្ដាយទឹកចិត្តម្ដាយគឺការពីប្តីសំបីក្នុងវេលាដែលប្រសូតនោះពួកមនុស្សដែលរក្សាក៏បាននាំព្រះកុមារចេញទៅសម័យតមកព្រះកុមារចម្រើនវ័យហើយទើបនាំមកបង្ហាញដល់ព្រះទេវីអត់ឲ្យចិត្តម្ដាយ
ដល់ធំហើយបានមកបង្ហាញដល់ព្រះទេវីលុះទតឃើញព្រះរាជកុមារហើយព្រះនាងក៏កើតសេចក្តីស្រឡាញ់ព្រះអរោះដូច្នេះទើបមិនអាចសម្លាប់មិនអាចសម្លាប់ព្រះកុមារនោះបានលំដាប់មកសូម្បីបរិជាក៏បរិជាទានតំណែងឧបរាជដល់ព្រះអរោះនេះឧបរាជដល់សម័យតមកទៀតព្រះទេវទត្តនៅក្នុងទីស្ងាត់គិតថាអ្នកក៏ហ្នឹងកូននឹងរៀងនៅក្មេងដែរបាទសាទេវទត្តណាជាសតុហ្នឹងកូនបាត់ពុំសាស្ត្រឯក្មេងដែរនេះតែមកជួបទេវទត្តនេះទេវទត្តហ្នឹងក៏គិតថាព្រះសារីបុត្រក៏មានបរិស័ទច្រើនព្រះមុគលានក៏មានបរិស័ទច្រើនព្រះមហាកស្សបៈក៏មានបរិស័ទច្រើនលោកទាំងនោះមានធុរៈផ្សេងគ្នាយ៉ាងនេះដូច្នេះសូម្បីយើងក៏នឹងសម្ដែងធុរៈត្រឹមតែមួយយ៉ាងហើយចង់មានបរិស័ទគេដែរព្រះទេវទត្តនោះកាលមិនមានលៀបក៏មិនអាចធ្វើបរិស័ទឲ្យកើតឡើងបានទើបទ្រង់គិតថាណាយើងនឹងទៅធ្វើលៀបឲ្យកើតឡើងទៅប្រើអធិបដិហាធ្វើឲ្យអាជាសតុរាជកុមារជ្រះថ្លាសម្ដែងរដ្ឋបដិហាលោកអីទេវទត្តសម្ដែងអភិញ្ញា5ណាអធិវិធីញាណណាតាមន័យដែលនៅក្នុងហន្តកៈលុះដឹងថាបរិជ្ជកុមារអាជាសតុជ្រះថ្លាចិត្តដល់ក្រៃលែងរហូតដល់មកកាន់ទីបំរុងរបស់ខ្លួនទាំងព្រឹកល្ងាចព្រមដោយបរិវារពេញរត់500មួយថ្ងៃទៅចូលទៅរកពោលថាមនាកុមារកាលមុនពួកមនុស្សមានអាយុយឺនយូរតែឥឡូវនេះមានអាយុតិចមនាលកុមារបើយ៉ាងនេះបរិជ្ជកុមារចូលដាក់ព្រះជន្មព្រះបិតាចេញហើយធ្វើជាបរិជាអាត្មានឹងដាក់ប្រជជនព្រះមានព្រះភិក្ខហើយនឹងធ្វើជាប្រពុតហើយបញ្ជូនព្រះរាជកុមារទៅដាក់ប្រជជនព្រះបិតាព្រះកុមារជាសតុនោះវង្វេងជឿថាលោកម្ចាស់ទេវទត្តនឹងមានអានុភាពច្រើនវត្ថុដែលព្រះទេវទត្តមិនដឹងជ្រាបមិនដឹងច្បាស់មិនមានគេថាអ្វីក៏ទេវទត្តអាចដឹងដែរគ្មានអីដែលទេវទត្តទាល់ទេវត្ថុដែលទេវទត្តមិនជ្រាបដឹងច្បាស់មិនមានបានន័យថាគឺទេវទត្តដឹងអីទាំងអស់ដឹងគ្រប់រឿងទៅសៀតកំបិតមុខស្រួចសៀតកំបិតមុខស្រួចនេះឲ្យប្រខណ្ឌណាភាសាស្ដាច់ចាត្រង់ព្រះឧរុប្រាថ្នានឹងសម្លាប់ពេលថ្ងៃក្តៅចេះមានសេចក្តីភ័យខ្លាចសន្លប់ស្លន់ស្លោតក់ស្លុតផ្អើលភ្ញាក់ផ្អើលចូលទៅក្នុងបរិជ្ជដ្ឋានធ្វើអក្សរៈផ្លេកមានប្រការដូចពោលហើយកាលនោះពួកអាមាត្យចាប់ជាសតុរាជកុមារបានបញ្ជូនមកប្រឹក្សាទោសរាជកុមារនឹងត្រូវប្រហារព្រះទេវទត្តនឹងត្រូវប្រហារនិងភិក្ខុពួកព្រះទេវទត្តទាំងអស់នឹងត្រូវប្រហារហើយក្រាបទូលបរិជាថាពួកខ្ញុំព្រះអង្គនឹងធ្វើតាមបរិយាញ្ញាព្រះរាជាទ្រង់ទម្លាក់តំណែងរបស់ពួកអាមាត្យដែលប្រាថ្នាដាក់ទោសប្រហារទ្រង់តាំងពួកអាមាត្យដែលមិនត្រូវការឲ្យដាក់ទោសប្រហារទៅក្នុងតំណែងខ្ពស់ហើយត្រាស់សួរព្រះរាជកុមារថាកូនត្រូវការនឹងសម្លាប់បិតាដើម្បីអ្វីហើយនេះថាឪពុកចិត្តខកូននឹងរងសម្លាប់ហើយគេចាប់បានហើយគេដាស់ទោសកុមារហ្នឹងបរិយាកុមារហ្នឹងប៉ុន្តែឪពុកហ្នឹងឲ្យគេហ្នឹងគេដាក់ទោសអ្នកណាដាក់ទោសកូនហ្នឹងទៀតអ្នកអាមាត្យដែលមិនដាក់ទោសកូនហ្នឹងទៅជាឲ្យតំណែងខ្ពស់វិញហើយដែលគាត់នេះសារអាទឹកចិត្តឪស្រឡាញ់កូនពេកណាអាស្រឡាញ់ជាទុកហ្នឹងស្រឡាញ់ឲ្យទោសណាកូនហ្នឹងក៏ត្រូវសួរថាមិនបានគ្រូឯងត្រូវសម្លាប់មានណាបិតាមកសម្លាប់កូននឹងថាខ្ញុំម្ចាស់ត្រូវការរីសម្បត្តិក្រាបទូលបរិជាបានព្រះរាជជាទានរីសម្បត្តិដល់ព្រះអរណូអូអញ្ចឹងបានតំណែងអញ្ចឹងទៅក៏ឲ្យនេះបកគលឲ្យណាបកគលឲ្យអញ្ចឹងជាសតុរីកុមារហ្នឹងប្រាប់ដល់ព្រះទេវទត្តថាសេចក្តីប្រាថ្នារបស់យើងសម្រេចហើយលំដាប់ហ្នឹងព្រះទេវទត្តបានពោលនឹងព្រះរាជកុមារថាព្រះអង្គដូចអ្នកយកចចកទៅក្នុងស្គរដណ្ដប់ស្បែកហើយសម្គាល់ថាធ្វើកិច្ចសម្រេច
រៀបរយហើយពីថា2-3ថ្ងៃក្រោយព្រះបិតារបស់ព្រះអង្គទ្រង់គិតថាព្រះអង្គធ្វើការមើលងាយហើយក៏នឹងជាបរិជ្ជាដែលខ្លួនឯងហើយកុមារសួរថាបាទដូច្នោះបើយ៉ាងនោះខ្ញុំនឹងធ្វើយ៉ាងណាប្រទេវទត្តឆ្លើយថាចូលសម្លាញ់ដាច់ទាំងរឹសតែម្ដងបរិជ្ជកុមារត្រាស់ថាតែបិតារបស់ខ្ញុំមិនគួរសម្លាប់ដោយសត្រាមែនឬមកចាប់ផ្ដើមទេវទត្តនឹងបញ្ចុះបញ្ចុះឲ្យសម្លាប់បិតារបស់ខ្លួនណាប្រទេវទត្តទៅពោលថាចូលសម្លាប់ព្រះអង្គដោយការកាត់ព្រះក្រយាណាអត់អាហារព្រះកុរកុមារទៅបង្គាប់ឲ្យយកបិតាចូលទៅក្នុងគុកអប់ដែលឈ្មោះថាគុកអប់គឺគុកដែលមានផ្សែងដែលធ្វើទុកដើម្បីដាក់ទោសហើយដល់អ្នកទោសព្រោះព្រះកុមារបង្គាប់ទុកថាក្រៅពីព្រះមេដារបស់យើងហើយកុំឲ្យអ្នកដទៃសួរសុខទុក្ខហេតុអីបានជាព្រះបាទពុំប្រសាទអត់ចង់អាឃាតកូនរបស់ខ្លួនដែលសម្លាប់ខ្លួនហ្នឹងដោយសារព្រះបាទពុំប្រសាទលោកបានសម្រេចសត្តាហើយព្រះអង្គណាអញ្ចឹងហើយលោកអត់ចង់ពៀទេណាគេសម្លាប់ហើយគេរកសម្លាប់ឲ្យរាជសម្បត្តិទៅកូនណាកូនហ្នឹងវាចាញ់សើទេវទត្តទេអត់កំណត់នេះគឺតាមទេវទត្តឲ្យយោបល់ទេប៉ុន្តែយ៉ាងណាគឺបានធ្វើខុសដោយសារតែប្រវត្តិពុំសាលជាឪពុកណាទៅឲ្យមានទោសធ្វើទោសយ៉ាងវាធ្ងន់ណាអញ្ចឹងរឿងហ្នឹងគឺយើងដល់ពេលអានបានយើងដឹងថាកូននឹងវានៅក្មេងតែទេវទត្តហ្នឹងគាត់នៅក្មេងនៅក្មេងគាត់ឆាប់ជឿមនុស្សធំណាហើយទេវទត្តសំដែងរត់ឲ្យគាត់ឃើញនៅភិនហាចឹងបានព្រះអង្គមិនចង់ហើយបានព្រះអង្គបញ្ញត្តិភិក្ខុមិនឲ្យសំដែងរត់ណាដោយសារសំដែងរត់នៅឲ្យគេចឹងឃើញភាពអស្ចារ្យណាពួកអ្នកបានសម្រាប់អភិញ្ញាខាងរត់ហ្នឹងមានតនសម្រាប់មគ្គផលហ្នឹងនៅកលេសពេញនឹងអញ្ចឹងហើយទេវទត្តនៅមានកំណត់ក្រហើយទេវទត្តបានបញ្ចូលជាសតុងគាត់នៅក្មេងឯងគាត់ហ្នឹងធ្វើតាមពួកជាសតុគាត់អត់ដល់អាយុផងគាត់ចង់បានតំណែងហើយដល់ពេលបិតានឹងឲ្យទៅក៏បញ្ជាឲ្យចាប់បិតានឹងចូលទៅក្នុងគុកផ្សេងហើយបង្អត់អាហារមិនឲ្យណាចូលសួរសុខទុក្ខឲ្យតែប្រភរិយមហេសីទេតែមួយអង្គគត់តែសួរសុខទុក្ខបានហើយវគ្គបន្តទៀតគឺព្រះទេវីនេះទ្រង់ដាក់ផុតតាហារក្នុងផ្ទិលមាសហើយវិចដាក់សម្ពុតវិចដាក់ជាសម្ពុតណាវិចដាក់ជាសម្ពុតត្បៀតចូលទៅសួរសុខទុក្ខបរិជាមានន័យថាលាក់អាហារហ្នឹងព្រោះប្រអត់អាហារព្រះអង្គអញ្ចឹងបរិជាសោយផុតតាហារនោះទើបមានអាយុបជនបាននៅបានបរិជាកុមារត្រាស់សួរព្រះបិតាយើងរបស់យើងនៅមានបជនយ៉ាងណាការទ្រង់ជ្រាបការប្រព្រឹត្តទៅទីនោះហើយទ្រង់បង្គាប់ហាមមិនឲ្យព្រះមេដានាំវត្ថុដាក់ជាសម្ពុតត្បៀតចូលសួរសុខទុក្ខតាំងពីនោះមកព្រះទេវីក៏ដាក់ផុតអាហារក្នុងព្រះមូលីគេចូលសួរសុខទុក្ខព្រះកុមារជ្រាបសូមបើដូច្នេះបង្គាប់អាហារមិនឲ្យព្រះមេដាបួងមូលីនឹងភ្នងសក់ដាក់អាហារក្នុងភ្នងសក់ដល់ជាសម្ពុតឲ្យមកដាក់លាក់អាហារក្នុងភ្នងសក់ក៏ព្រះរាជកុមារនឹងហាមទៀតមិនឲ្យក៏ដាក់ក្នុងភ្នងសក់ចូលសុខទុក្ខលំដាប់មកនោះទៀតព្រះទេវីទ្រង់ដាក់ផុតអាហារក្នុងទ្រនាប់ព្រះបាទមាសបិទល្អហើយទៅពាក់ទ្រនាប់ឲ្យស្បែកជើងហើយព្រះបាទមាសចូលទៅសួរសុខទុក្ខរាជានៅមានបជនដែលផុតអាហារនោះព្រះកុមារត្រាស់សួរទៀតថាព្រះបិតានៅមានបជនយ៉ាងណាបានការទ្រង់ជឿមកឲ្យទ្រង់បង្គាប់ហាមមិនឲ្យទ្រង់ពាក់ទ្រនាប់ព្រះបាទចូលសួរសុខទុក្ខទៀត4ណាទី1ដាក់នៅជាសពុតទី2ដាក់នៅក្នុងសក់ទី3ដាក់នៅទ្រនាប់ព្រះបាទតាំងពីនោះមកព្រះទេវីក៏ទ្រង់សោយស្របព្រះវរៈកាយដោយទឹកក្រអូបហើយលាបព្រះវរៈកាយដោយអាហារមានរស4យ៉ាងហើយទ្រង់ដប់ព្រះផូសាចូលទៅសួរសុខទុក្ខបរិជាទ្រង់លិតព្រះវរៈកាយរបស់ព្រះទេវីទ្រង់បរិជាបជននៅបានទៀត4ណា
បរិជ្ជកុមារត្រាស់សួរទៀតថាការទ្រង់ជ្រាបដូច្នេះទើបទ្រង់បង្គាប់តាំងពីនោះមកហាមព្រះមាតាចូលសួរសុខទុក្ខអស់លែកឲ្យចូលបណ្ដោយ 4 ណា4វិធីហាម4វិធីតាំងពីនោះទៅព្រះទេវីប្រថាប់ឈរទៀបទ្វារត្រង់កន្សែងទួញយំថាបបិទ្ធសពដល់នេះដល់ហើយសតហើយបងបបិទ្ធព្រះស្វាមីពុំពិសាវេលាដែលគេនោះជាក្មេងព្រះអង្គក៏មិនអោយឱកាសសម្រាប់គេទ្រង់ជាចំសត្រូវរបស់ព្រះអង្គទុកដោយព្រះអង្គឯងពិតឥឡូវនេះការឃើញព្រះអង្គលើកនេះជាលើកចុងក្រោយបង្អស់តពីនេះទៅខ្ញុំព្រះអង្គនឹងមិនបានឃើញព្រះអង្គទៀតឡើយបើទោសរបស់ខ្ញុំម្ចាស់មាននៅសូមបានមេត្តាបរិយាទានអភ័យទោសផងចុះព្រះអង្គហើយក៏ស្ដេចទឹកត្រឡប់តាំងពីនោះមកបរិជាក៏មិនមានព្រះកញ្ញានៅមានប្រជញ្ញបានដោយសេចក្តីសុខប្រកបដោយមគ្គផលទ្រង់ជាព្រះសត្តាបណ្ណៈដោយវិធីដើរចង្ក្រមព្រះវរៈកាយរបស់ព្រះអង្គក៏ស្រស់បោះក្រៃលែងឡើងពេលហើយនឹងក៏អត់ទាន់អស់បជនដែរណាបរិយាកុមារត្រាស់សួរថាណានាលព្រះបិតារបស់យើងនៅមានប្រជញ្ញបានយ៉ាងណាការទ្រង់ជ្រាបថានៅមានប្រជញ្ញបានដោយវិធីដើរចង្ក្រមថែមទាំងមានព្រះវរៈកាយនៅស្រស់បោះក្រៃលែងឡើងទៀតទើបទ្រង់ត្រាស់ថាយើងនឹងកាត់មិនអោយព្រះបិតាដើរចង្ក្រមបានក្នុងកាលឥឡូវនេះទ្រង់បង្គាប់ជាងកោស្កោកាត់ទាំងឡាយណាថាពួកលោកចូលទៅយកកំបិតកោវះព្រះបាទទាំងពីររបស់ព្រះបិតារបស់យើងហើយយកប្រេងផ្សំជាមួយនឹងអំបិលលាបហើយចូលរោលដោយរងើកភ្លើងកុកីដែលឆេះភ្លើងកគុកមិនមានអណ្ដាតភ្លើងឡើយហើយបញ្ជូនក្រុមនឹងទៅបរិជាតឃើញពួកជាងកោសក់ទ្រង់ត្រាស់រិះថាកូនរបស់យើងគង់នឹងមានអ្នកណាដាស់តឿនឲ្យរលឹកដឹងខ្លួនបាត់ហើយជាងកោសក់ទាំងនោះគង់នឹងមកកោពុកមាត់របស់យើងជាងកោសក់ទាំងនោះទៅថ្វាយបង្គំហើយឈរការទ្រង់ត្រាស់សួរមកហេតុដូចម្ដេចទៅក្រាបទូលឲ្យចិត្តទ្រង់ជ្រាបបរិជាពុំពិសាទៅត្រាស់ថាពួកអ្នកឯងចូលធ្វើតាមចិត្តបរិជារបស់អ្នកឯងចុះពួកជាងកោសក់ទៅកាបទូលសាប្រថាប់ចុះព្រះអង្គថ្វាយបង្គំព្រះបាទពុំពិសាហើយក៏ក្រាបទូលថាបបិទ្ធព្រះសមតិទេពពួកខ្ញុំព្រះអង្គចាំបាច់ត្រូវធ្វើតាមបរិជ្ជឱកាសព្រះអង្គសូមព្រះអង្គគុំត្រង់ពិរោធនឹងពួកខ្ញុំព្រះអង្គឡើយការធ្វើដូច្នេះមិនសមគួរដល់បរិជាជាអ្នកត្រង់ធម៌ដោយព្រះអង្គហើយចាប់យកព្រះបាទដោយដៃឆ្វេងប្រើដៃស្ដាំកាត់កាន់កំបិតកោវះផ្ទៃព្រះបាទទាំងពីរខាងយកប្រេងផ្សំអំបិលហើយអាំងដោយរងើកភ្លើងឈើកគីដែលកំពុងឆេះកគូមិនមានអណ្ដាតភ្លើងឡើងបានឮមកថាក្នុងកាលមុនព្រះរាជាបំភាសាទ្រង់បានពាក់ស្បែកជើងពាក់ស្បែកព្រះបាទចូលទៅក្នុងលានព្រះចេតិយនិងយកព្រះបាទដែលមិនបានជំរះជាន់កន្ទេលកក់ដែលគេក្រាលទុកសម្រាប់អង្គុយនេះជាផលរបស់បាបនោះគាត់ធ្លាប់ទៅទោសណាគេមកវះបាតជើងគាត់ហើយលាបអំបិលអាំងភ្លើងហ្នឹងដោយសារគាត់បានពាក់ស្បែកជើងជាន់កន្លែងទីលានបច្ចេកដីបានដោះណាអញ្ចឹងទៅជាន់លើកន្ទេលទៀតកន្ទេលគេខាទុកនោះជាន់លឿនទៀតសម្រាប់គេអង្គុយអញ្ចឹងផលបាបហ្នឹងបានគេមកវះបាតជើងលោកបរិជាបមិសាទ្រង់កាត់ពុកវេទនាយ៉ាងខ្លាំងក្លាទ្រង់រលឹកថាអហោពុទ្ធោអហោធម្មោអហោសង្ឃោអោណោព្រះពុទ្ធអោណោព្រះពុទ្ធអោណោព្រះធម៌អោណោព្រះសង្ឃប៉ុណ្ណោះបកតែអញ្ចឹងទ្រង់ស្វិតស្រពោនក្រៀមក្រំទៅដូចកម្រងផ្កាឈើដែលគេដាក់ក្នុងលានបច្ចេកដីកើតជាយៈឈ្មោះជាអ្នកវសភៈ
ជាអ្នកនៅបម្រើរបស់ស្ដេចវេស្សវណ្ណក្នុងទេវលោកជាន់ចតុមហារាជការទុកក្នុងពលានចេតិយហើយកើតជាយៈលោកកើតជាយៈណាបាទវេស្សវណ្ណបានន័យថាព្រះអង្គសុគតណាសុគតទៅស្វិតសពន់ក្រៀមទៅនេះសពុតទៅព្រះអង្គសុគតទៅប៉ុនមុនសង្កត់ហ្នឹងនឹកឃើញពុទ្ធពធប្រសង់ហើយទៅសុគតទៅក៏គេយកគាត់ទៅដាក់ក្នុងលានបច្ចេកតៃមួយទុកសពព្រះអង្គណាសពបាទបំសានោះហើយក៏កើតជាយៈទៅយៈហ្នឹងឈ្មោះអីគេជាអ្នកវសភៈជាអ្នកវសភៈហ្នឹងបម្រើស្ដេចវេស្សវណ្ណណាជាន់ទី1ចាតោមហារាជការចាតោមហារាជជាអ្នកវសភៈហ្នឹងគឺឈ្មោះថ្មីរបស់ព្រះបាទបំសាលប៉ុន្តែលោកជារិយបុគ្គលនឹងក្នុងថ្ងៃនោះឯងព្រះអរោះរបស់ព្រះបាទអជាសតុក៏ប្រសូតចឹងមានសម្បត្តិពីរច្បាប់ដំណឹងទី1ព្រះអរោះប្រសូតមួយច្បាប់ដំណឹងបិតាសុគតមួយច្បាប់ហើយក្នុងគណៈពេលតែមួយពួកអាមាត្យប្រឹក្សាគ្នាថាពួកយើងនឹងទូលដំណឹងព្រះអរោះប្រសូតមុនទើបយកសមុទ្រដំណឹងប្រសូតនោះតម្កល់ថ្វាយក្នុងព្រះហត្ថរបស់ព្រះបាទអជាសតុសេចក្តីស្រឡាញ់កូនកើតឡើងព្រះអង្គក្នុងគណៈនោះភ្លាមផ្សព្វផ្សាយទៅពេញទាំងព្រះវរកាយផ្សាយរហូតដល់គួរក្នុងឆ្អឹងក្នុងគណៈនោះព្រះអង្គបានដឹងខ្លួនរលឹកគុណរបស់ព្រះបិតាថាសូម្បីកាលយើងកើតព្រះបិតារបស់យើងក៏គង់កើតសេចក្តីស្រឡាញ់យ៉ាងនេះដូចគ្នាទើបប្រញាប់បង្គាប់ថាណែនេះចូលទៅលែងព្រះបិតារបស់យើងពួកអាមាត្យទូលថាព្រះអង្គបង្គាប់ឲ្យលែងអ្វីក្រាបទូលហើយក៏ថ្វាយសម្បត្តិមួយច្បាប់ទៀតលើកព្រះហស្ថលុះទ្រង់ជ្រាបការប្រព្រឹត្តទៅដូច្នេះព្រះបាទអជាសតុទ្រង់កន្សែងស្ដេចទៅគាល់ព្រះមេដាទូលថាបបិទ្ធព្រះមេដាកាលទូលបង្គំកើតព្រះបិតារបស់ទូលបង្គំកើតសេចក្តីស្រឡាញ់ទូលបង្គំឬនឹងព្រះនាងវេទហីមានព្រះសវណ្ណីថាកូនល្ងងអ្នកឯងនិយាយអ្វីវេលាដែលកូននៅតូចកើតបោះត្រង់ម្រាមដៃកាលនោះពួកមេដោះទាំងឡាយមិនអាចធ្វើឲ្យកូនដែលកំពុងស្រែកយំឈប់ស្រែកបានទើបនាំកូនទៅគាល់ស្ដេចបិតារបស់កូនដែលប្រថាប់នៅក្នុងសាលាស្ដេចបិតារបស់កូនបានជញ្ជក់ម្រាមដៃរបស់កូនដែលរាប់បោះបែកក្នុងឧស្នៈឧទ្ធៈនោះឯងនេះភាសាស្ដាប់ទេលោកកាលនោះព្រះបិតារបស់កូនទ្រង់មិនបានក្រោកពីទីប្រថាប់ទ្រង់លេបខ្ទុះលាយនឹងលោហិតនោះដោយសេចក្តីស្រឡាញ់កូនព្រះបិតារបស់កូនមានសេចក្តីស្រឡាញ់យ៉ាងនេះព្រះបាទអជាសតុទ្រង់កន្សែងទួញយូរបានថ្វាយព្រះសាកសពព្រះបិតាចំណែកព្រះទេវទត្តចូលគាល់ព្រះបាទអជាសតុទូលថាមហាបពិតព្រះអង្គចូលបង្គាប់មនុស្សដែលនឹងផ្ដាច់ជីវិតព្រះសមណគោតមហើយបញ្ជូនមនុស្សទាំងឡាយដែលព្រះបាទអជាសតុបរិជ្ជទានខ្លួនឯងឡើងក្នុងកិច្ចកោតប្រមៀលសិលាហើយលែងដំរីនីឡាគិរីដោយឧបាយមិនថាយ៉ាងណាមួយកាលមិនបានផ្ដាច់ព្រះជន្មរបស់ព្រះមានព្រះភិក្ខបានក៏សាបសូន្យលៀបសក្ការៈទើបសូមវត្ថុ5ប្រការកាលមិនបានវត្ថុ5ប្រការនោះក៏ជៀបថា
បើយ៉ាងនោះនឹងឲ្យមហាជនយល់រឿងរហូតអស់ជានិច្ចទើបធ្វើសង្ឃភេទតែមិនបាច់សង្ឃភេទណាកាលព្រះសារីបុត្រនិងព្រះមុគលាននាំបរិស័ទត្រឡប់មកវិញបានទើបក៏អួតឈាមចេញក្តៅដេកលើគ្រែអ្នកជំងឺ9 ខែក្តៅក្រហាយចិត្តសួរថាឥឡូវនេះព្រះសាស្តាប្រថាប់នៅទីណាកាលបានដឹងថាទ្រង់នៅក្នុងវត្តចេតពុនទើបពោលថាពួកលោកចូលយកគ្រែសែងយើងទៅគាល់ព្រះសាស្តាកាលគេសែងមកព្រោះមិនបានធ្វើកម្មដែលគួរនឹងបានគាល់ព្រះមានព្រះភិក្ខទើបត្រូវផែនដីស្រូបនៅទីចិត្តស្រះបោខរណីក្នុងព្រះចេតពុននោះឯងធ្លាក់នៅក្នុងមហានរកនេះជាសេចក្តីសង្ខេបនៅក្នុងរឿងនេះញាតិទេវទត្តក៏បែកសងអញ្ចឹងបើឈឺ9 ខែឈឺក្តៅក្អួតនេះ9 ខែនេះចប់សង្ខេបរឿងប៉ុណ្ណឹងហើយនៅក្នុងរឿងយ៉ាងពិស្ដារបត់នៅក្នុងសង្ឃភេទសង្ឃភេទខន្ធកវិន័យហើយក៏ព្រោះរឿងនេះមកនៅក្នុងខន្ធកវិន័យហើយទើបមិនបានពោលទាំងអស់ប្រការដូច្នេះអានេះរឿងនេះគឺសង្ខេបប៉ុណ្ណឹងទេព្រះរាជកុមារនោះពេលកើតមកក៏នឹងជាសត្រូវដល់បរិជាពួកនេមិត្តកាចាទីទុកឋានដូច្នេះទើបឈ្មោះថាអាជាសតុដោយប្រការដូច្នេះហ្នឹងគឺចង់រឿងគឺចង់និយាយថាឈ្មោះហ្នឹងគឺជាសត្រូវរបស់បិតារបស់ខ្លួនហើយគេថាទេហិបុត្រោនេះគឺរាជបុត្ររបស់ព្រះនាងវេទេហីសេចក្តីថាបរិជ្ជកុមារនេះជាព្រះអរោះរបស់ព្រះធីតាព្រះបាទកោសលមិនមែនរបស់ព្រះបាទវេទេហរាជអាមេដាបរិជ្ជបុត្ររបស់ព្រះនាងទេទេវេទេហីហ្នឹងជាបរិជ្ជកុមារនៅក្នុងពាក្យថាទេវេទេហីនេះជាឈ្មោះរបស់បណ្ឌិតវេទេហីឈ្មោះរបស់ព្រះនាងហ្នឹងមានអ្នកចេះដឹងអ្នកយល់ត្រូវដោយដែលបានពោលថាវេទេហិកាកហបតានីជាបណ្ឌិតអយោអនន្តោវេទេហមុនិព្រះអនន្តជាម្ចាស់ជាអ្នកប្រាជ្ញក្នុងពាក្យថាវេទេហីនោះមានអត្ថាធិប្បាយចំពោះពាក្យដូចតទៅនេះឈ្មោះថាវេតៈដោយអត្ថាជាគ្រឿងដឹងវេតៈហ្នឹងពាក្យថាវេតៈនេះក៏ជាឈ្មោះនៃការដឹងដែរឯឈ្មោះថាវេតៈហីគឺជាអត្ថាដំណើរការបន្តព្យាយាមដោយសេចក្តីដឹងអរោះរបស់ព្រះនាងវេទេហីឈ្មោះថាវេទេហីបុត្រវេទេហីបុត្រនោះបុត្ររបស់ព្រះនាងវេទេហីនោះបាទជាសតុនឹងបទថាតហុស្មើនឹងតាស្មឹងអាហុសេចក្តីនៅក្នុងថ្ងៃនោះឈ្មោះថាអបោសុតដែលអត្ថាជាថ្ងៃយេទីចូលទៅសមាទានសិលអត្ថាធិប្បាយពាក្យថាចូលទៅសមាទានសិលគឺជាអ្នកចូលដល់ដោយសិលឬដោយអាការៈដែលមិនខ្វល់ខ្វាយឈ្មោះថាជាអ្នករក្សានៅសិលក៏ក្នុងពាក្យថាអបោសុតនេះមានការពង្រីកសេចក្តីដូចតទៅការសូត្របទបាតិមកឈ្មោះថាអបោសុតដូចនៅក្នុងបាលីមានជាដើមមានអាយាមាវុសោកបិណៈអបោសុដ្ឋังកមិសាមៈមកចុះលោកម្ចាស់កំមិនពួកយើងនឹងទៅធ្វើអបោសុតសិលអបោសុតរួមគ្នាអញ្ចឹងអបោសុតនេះមិនសមាទានសិល8នោះសិលឈ្មោះថាអបោសុត
ដូចក្នុងបាលីមានខាងដើមអេវ៉ាំងអថង្កសមណាកតោខោវិសាខេឧបោសថោឧបវុដ្ឋោមនីនាងវិសាខាឧបោសថប្រកបដោយអង្គ8ប្រការដែលបុគ្គលក៏បីរក្សាយ៉ាងនេះការរក្សាសិលឈ្មោះថាឧបោសថដូចក្នុងព្រះបាលីមានជាដើមថាសុទ្ធសៈវេសតិផលគុលផលគុសុទ្ធាសុបាសថោសទ្ធាផលគុលអ្នកររុសៈមានតែសัพថាមានតែមានសពការដល់បុគ្គលដែលបរិសុទ្ធឧបោសថតែងតែមានសពការដល់បុគ្គលដែលបរិសុទ្ធបញ្ញត្តិឈ្មោះថាឧបោសថដូចក្នុងបាលីមានជាខាងដើមថាឧបោថាឧបោសថោនិមៈនាគរិជាតិស្លាញ់តម្រៃឈ្មោះថាឧបោសថថ្ងៃដែលគប្បីរក្សាសិលឈ្មោះថាឧបោសថដោយបាលីមានខាងដើមអ្នកភិក្ខវេតតិហុបោសថេសភិក្ខុកាអវាសអវាសាមនីភិក្ខុទាំងឡាយក្នុងថ្ងៃបោសថនោះភិក្ខុមិនត្រូវចេញពីអវាសដែលមានភិក្ខុហើយទៅកាន់អាវាសដែលគ្មានភិក្ខុឡើយទីស្នាក់អាវាសហ្នឹងសូម្បីក្នុងទីនោះក៏បំណងថ្ងៃដែលគប្បីរក្សាសិលនោះឯងក៏ថ្ងៃដែលរក្សាសិលមានតែ3គឺ8 14 15ដូច្នេះដែលពោលក្នុងបាលីថាថ្ងៃ15ក៏ដើម្បីហាមថ្ងៃ8ថ្ងៃ14ទាំង2ថ្ងៃដូច្នេះទៅពោលថាឈ្មោះថាឧបោសថដោយអត្ថាថ្ងៃជាទីចូលទៅរក្សាសិលចឹងអ្នកដែលគាត់កាន់ឧបោសថនេះមានថ្ងៃជាមាន3មាន3គឺមានថ្ងៃ8មាន8ថ្ងៃ8ថ្ងៃ14ថ្ងៃ15នឹង3សម្រាប់3បទថាកោមុទិយាជាកាលដែលមានផ្កាគុមុទរិរិសេចក្តីថាមានផ្កាគុមុទរិបានលើថាវេលានោះផ្កាកោមុទរិពាសពេញក្នុងបញ្ញត្តិអបោសុតវាច្រើននេះធ្វើអបោសុតសិលអបោសុតសិលមានថ្ងៃ15កើតមានថ្ងៃ8រួចកើតមានថ្ងៃ14មកបង្កើនអបោសុតសិលมันមានច្រើនទៀតមានបញ្យលច្រើនទេวันนี้បញ្យលតែប៉ុណ្ណឹងអន្តកថាលោកបញ្យលតែប៉ុណ្ណឹងឈ្មោះការកោមុទិនេះជាអត្តជារដូវមានផ្កាកោមុទៈបទថាចាតុមាសិយាជាទីបំផុតនៃខែ4សេចក្តីថាចុងបំផុតនៃខែ4អត់មែនថ្ងៃអបោសុតនោះជាថ្ងៃចុងបំផុតនៃខែ4ហេតុនោះទៅឈ្មោះថាចាតុមាសីតែនៅក្នុងទីនេះហៅថាចាតុមាសីមាសិណីមាសិណីព្រោះហេតុដែលថាថ្ងៃនោះល្មមល្អពេញខែពេញរដូវពេញឆ្នាំបរិបូរណ៍ទៅឈ្មោះថាបុណ្ណាសັບថាមាលោកហៅថាប្រច័នពេញវងក្នុងថ្ងៃនោះថ្ងៃ15កើតពេញវង15កើតហើយនោះទៅឈ្មោះថាបុណ្ណមាបុណ្ណមីហ្នឹងថានឹងស្អីនេះនៅស្អីបុណ្ណមាក្នុងបទទាំងពីរនេះបុណ្ណាយពេញបរមីនិងបុណ្ណមាប្រច័នពេញវងនេះក៏បីជ្រាបពោលដូចនេះមានបទមួយទៀតគេហៅថារិជាអមច្ចបរិវុតោអមច្ចបរិវុតោមានរាជអាមាត្យចៅមរោង
មានរាមាចក្រអប់រំសេចក្តីនោះបរិជាហែហមនៅអាមាត្យទាំងឡាយក្នុងរាត្រីដ៏ស្វាយស្វ័យទៅដោយពន្លឺច័ន្ទពេញបកចេញពេញវងដោយប្រាក់ចាក់គ្រឿងសៅមក4ប្រការដូចជាទិសាភាដែលជំរះលៀងដោយធារៈធាទឹកដោះមានពន្លឺប្រាក់ចេញជាចង្កោមនិងដូចចង្កោមផ្កាគុមុធ្វើដោយសម្ពុតសាច់ល្អពណ៌សហាក់បីដូចជាភួងកែវមុតានិងកម្រងផ្កាម្លិះមានពន្លឺឆ្វាចឆ្វេកខ្ចោះខ្ចាយដូចវិមានប្រាក់បញ្ចេញរស្មីបទថាឧបរិបាសាទវរៈកកោមានសេចក្តីថាប្រថាប់នៅក្នុងមហាប្រាសាទជាន់លើប្រថាប់លើព្រះរាជសនៈមាសខាងក្រោមមហាស្វេតឆ័ត្រដែលលើកឡើងទុកដែលគួរដល់ភាពជាធំក្រៃសួរថាប្រថាប់អ្វីឆ្លើយថាដើម្បីបន្តបង់ការលងលក់សម្រាប់រាជាអង្គនោះឯងតាំងពីថ្ងៃដែលព្យាយាមផ្ដាច់ប្រជញ្ញព្រះបិតាលុះថ្មិចព្រះនេត្រាព្រះនេត្រទាំងពីរចុះដោយតាំងព្រះតីថានឹងលក់ក៏តក់ស្លុតយ៉ាងខ្លាំងដោយត្រូវលំពេងទាំងរយចាក់ដោតក៏ទ្រង់ភ្ញាក់មិនលក់ព្រោះភ័យរន្ធត់ហួសប្រមាណគ្រាពួកអាមាត្យទូលសួរថាមានហេតុអ្វីក្រាបទូលព្រះអង្គក៏មិនបានត្រាស់អ្វីព្រោះដូច្នេះការលក់ទើបមិនបានជាទីពេញព្រះទ័យរបស់ព្រះអង្គដូច្នេះទើបប្រថាប់ដើម្បីបន្តបង្ការលក់ថាសម្រាប់បិតាហើយទោសនោះវាទៅតាមឲ្យផលស្ដាយកាហាយគេងមិនចង់លក់វិបាកគេងមួយវិញទៀតក្នុងថ្ងៃនោះមានអ្នកខត្តរិទ្ធហោឡារិកៈក៏ក្រឹកក៏ក្រែងពេញព្រះនគរបាននាំគ្នាបោះសម្អាតឲ្យរៀបរយយកខ្សាច់មករយទ្វារផ្ទះប្រដាប់ផ្កាឈើ5ពណ៌លាជនឹងឆ្នាំងដាក់ទឹកពេញគ្រប់ទិសភាគចងតុងចងសម្ពុតប្រដាប់ប្រទីបមាលាវិចិត្ររុងរឿងមហាជននាំគ្នាលេងអ្នកខិត្តរិទ្ធសប្បាយរីករាយតាមវិថីថ្នល់មានមុខរីករាយស្រស់គ្រប់គ្នាអាចារ្យខ្លះលោកពោលថាប្រថាប់ព្រោះជាថ្ងៃលេងអ្នកខិត្តរិទ្ធដូច្នេះក៏មានឯគ្រាពោលយ៉ាងនេះហើយជាការធ្វើសន្និដ្ឋានថាអ្នកខិត្តរិទ្ធគ្រប់គ្រាជារបស់រាជវង្សរាជកុលតែព្រះរាជាអង្គនោះប្រថាប់ដើម្បីបន្តបង្ការនឹងលោកអត់ជាសតុពេលសម្រាប់បិតាឲ្យលោកក្បែរចាស់ក៏បាក់គេលោកមានទោសអានឹងចំហាយរបស់នរុព្រោះលោកត្រូវធ្លាក់ទៅនរុទោសរបស់អនន្តយកម្មសម្រាប់បិតាបេតុឃាតការរស់នៅរបស់លោកហ្នឹងណាពិបាកអាហ្នឹងវាមិនទាន់ធ្លាក់នរុឯណាទោសហ្នឹងប៉ុន្តែឲ្យផលបច្ចុប្បន្នហ្នឹងឲ្យក្តៅតែពិបាកគេអីចឹងទៅវត្តថាឧទានទេសេចក្តីថាត្រង់ថ្លែងឧទានប្រេងដែលហៀពីគ្រឿងវាដរាបមិនអាចវាស់បានគេហៅថាប្រេងហៀហូរយ៉ាងណាទឹកដែលលិចអណ្ដូងដរាបមិនអាចខាត់ខាំងឲ្យនៅបានគេហៅថាអន្លង់ទឹកហៀហូរយ៉ាងណាពាក្យបៃតិដែលជ្រៅជ្រាបក្នុងចិត្តដរាបមិនអាចរក្សាទុកបានតាំងនៅក្នុងចិត្តបានហៀចេញមកខាងក្រៅនោះហៅថាឧទានដូច្នេះបរិជាទ្រង់ថ្លែងពាក្យដែលសម្រេចដោយបៃតិដូច្នោះមានថានៅក្នុងអ្វីដែលថាវាចោតជ្រាបវាហៀហូរតែមិនអាចថ្លែងបានណាបទមួយទៀតទោសេនាសេចក្តីថាប្រចៈទោសអត្ថាធិប្បាយប្រចៈទោសគ្រឿងសៅមក4ប្រការទាំងនោះគឺអបទឹកសន្សើមដុំសែងនិងរាហូល4ហ្នឹងអបទឹកសន្សើមដុំសែងនិងរាហូលរាត្រីនោះមានពាក្យសរសើរ5ប្រការមានជាទីគួររីករាយជាដើមក៏រាត្រីនោះឈ្មោះថា
រមណីយព្រោះអត្ថាធ្វើចិត្តរបស់មហាជនឲ្យត្រេកអរមានឈ្មោះមួយទៀតថាអភិរូបាព្រោះអត្ថាល្អក្រៃណាស់ព្រោះភ្លឺដោយពន្លឺច័ន្ទដែលស្រឡះផុតពីទោសដូចពោលហើយឈ្មោះថាទេសនីយាព្រោះអត្ថាគួរជាទីចង់មើលទស្សនាហ្នឹងទស្សន័យឈ្មោះថាបាសាតិកាព្រោះអត្ថាធ្វើឲ្យចិត្តផុរផង់ផ្លាផុរផង់ឈ្មោះថាលក្ខញ្ញាព្រោះអត្ថាគួរដល់នឹងកំណត់ថ្ងៃនិងខែជាដើមបទថាកាំងនុខ្វាន់ខ្វាក់ខ្វាត់ឆាក់បទថាកាំងនុខោនេះសតដល់សតឡទៅខាន់ខ្វាន់ខ្វាត់ផផជើងផជើងខ្វាត់ផាក់កាត់ថាខាងនុខោអត់អត់ផាក់បទថាសមណង្គវាព្រមណង្គវាមានសេចក្តីថាឈ្មោះសមណៈព្រោះជាអ្នកស្ងប់បាបឈ្មោះសមឈ្មោះថាព្រាបព្រោះជាអ្នកបណ្ដែតបាបព្រាមនឹងបាបបណ្ដែតបាបបណ្ដោយបាបសមណៈហ្នឹងអ្នកដែលស្ងប់ពីបាបសមណៈហ្នឹងឈ្មោះសមណៈហ្នឹងមានន័យចឹងណាអញ្ចឹងសមណង្គវាព្រាមណង្គវាហ្នឹងមានន័យថាមួយបុគ្គលជាអ្នកពោះសមណៈអ្នកពោះហ្នឹងតែងតែស្ងប់ចាកបាបតែឈ្មោះថាព្រាមហ្នឹងគឺជាអ្នកដែលបណ្ដែតបាបព្រាមចឹងឡើងយើងពាក្យថាព្រាមអ្នកបណ្ដែតបាបសមណៈអ្នកស្ងប់អំពីចាកអំពីបាបបទថាយន់យន់ណោបរិរូបាសតោបានសេចក្តីថាចិត្តរបស់យើងអ្នកចូលទៅរកសមណៈឬព្រាមដែលឆ្លាតនិយាយដើម្បីសួរបញ្ហាគប្បីជ្រះថ្លាព្រោះបានស្ដាប់ធម៌ដ៏ពិរោះដោយព្រះតម្រាស់សំបីទាំងនោះព្រះបាទអជាសតុទ្រង់បានធ្វើពន្លឺភ្លឺឲ្យជានិមិត្តដោយប្រការដូច្នេះទ្រង់ធ្វើដល់អ្នកណាដល់ពេទ្យជីវកៈដើម្បីអីដើម្បីគាល់ព្រះមានព្រះភិក្ខការប្របាទអជាសតុមិនអាចចូលគាល់ព្រះមានព្រះភិក្ខតែខ្លួនឯងបានឬត្រូវឲ្យមិនបានមិនអាចព្រោះហេតុអ្វីព្រោះព្រះអង្គមានកំហុសច្រើនដោយថាព្រះបាទអជាសតុបានផ្ដាច់ព្រះជន្មជីវិតព្រះបិតារបស់ព្រះអង្គជាឧបថៈរបស់ព្រះមានព្រះភិក្ខអានឹងកន្លែងហ្នឹងវាជាថាព្រះបាទបម្សានឹងលោកជាអរិយលោកជាសោតាបណ្ណបុគ្គលហើយលោកជាឧបថៈនឹងឧបត្ថម្ភដល់ព្រះពុទ្ធលោកបានថ្វាយវេរវ័នឡើយប្រៃសីពួកយើងលប់ទៅដែរអង្គុយសមាធិនោះហើយប្រៃសីថ្វាយពុទ្ធអញ្ចឹងពាក្យថាឧបថៈហ្នឹងគឺអ្នកឧបត្ថម្ភគាត់ឧបត្ថម្ភជួយព្រះអញ្ចឹងដែរជាស្តុហ្នឹងគាត់មានកំហុសរឿងសម្រាប់មេដាហ្នឹងគាត់មិនហ៊ានចូលគាល់ពុទ្ធហ្នឹងហើយឡើយហ្នឹងចង់បានមកចប់ប៉ុណ្ណឹងហើយជាអរិយសាវកនិងព្រះទេវទត្តក៏បានអាស្រ័យព្រះបាទអជាសតុនោះឯងធ្វើសេចក្តីវិនិច្ឆ័យធំដល់ព្រះមានព្រះភិក្ខកំហុសទើបច្រើនដោយប្រការដូច្នេះព្រោះព្រះអង្គមានកំហុសច្រើននោះទើបស្ដេចមិនអាចទៅគាល់ដោយព្រះអង្គឯងមួយទៀតពេទ្យជីវកៈជាឧបថៈរបស់ព្រះមានព្រះភិក្ខព្រះបាទអជាសតុទើបបានទ្រង់ធ្វើពន្លឺឲ្យជានិមិត្តដោយសម្ដែងប្រតិយថាយើងនឹងគាល់ព្រះមានព្រះភិក្ខដោយតាមក្រោយពេទ្យជីវកៈនោះពេទ្យជីវកៈនឹងក៏ដឹងថាប្រជានឹងទ្រង់ធ្វើពន្លឺឲ្យជានិមិត្តដល់ខ្លួនឬដឹងយ៉ាងល្អការដឹងហេតុណាទើបនៅស្ងៀមដើម្បីកាត់សេចក្តីក្រវល់ក្រវាយដោយថាក្នុងបរិស័ទនោះមានឧបថៈរបស់គ្រូទាំង6កំពុងប្រជុំគ្នាច្រើនគេទាំងនោះសូម្បីខ្លួនឯងក៏មិនបានទទួលការសិក្សាឡើយព្រោះអ្នកមិនបានចូលទទួលការសិក្សានៅគិតចិត្តកាលយើងផ្ដើមពោលដល់ព្រះគុណរបស់ព្រះមានព្រះភិក្ខគេទាំងពីរទាំងនោះក៏នឹងម្ដងក្រោកម្ដងអង្គុយក្នុងចន្លោះពោលគុណនៃសាសនារបស់ខ្លួនតាមដូច្នោះគុណកថានៃព្រះសាស្តារបស់យើងក៏នឹងមិន
ដល់ទីបញ្ចប់បានចំណែកបរិជាការទ្រង់ជួបអឺជួបកុលអកុលកុលបៈរបស់គ្រូទាំង6ពួកនេះហើយមិនបានពេញព្រះទ័យក្នុងគុណរបស់គ្រូទាំង6ពួកនោះព្រោះมันមានសារៈដែលកាន់យកបានក៏ទ្រង់នឹងត្រឡប់មកសួរយើងលុះដល់ពេលនោះយើងនឹងពោលព្រះគុណរបស់ព្រះសាសនាដោយប្រច្ចាក់សេចក្តីក្រវល់ប្រវាយហើយនាំព្រះបាទជាសតុទៅកាន់សំណាក់របស់សាស្តាព្រះសាស្តាពេទ្យជីវកៈក៏ដឹងច្បាស់យ៉ាងនោះទៅនឹងស្ងៀមដើម្បីកាត់សេចក្តីក្រវល់ក្រវាយដូច្នេះអាមាត្យសម័យទាំងនោះក៏នាំគ្នាគិតជានិថាថ្ងៃនេះបរិជាទ្រង់សរសើររាត្រីដែលបែកដោយបទ5បទគង់មានព្រះបំណងនឹងចូលទៅរកសមណៈឬព្រាហ្មណ៍អង្គណាមួយសួរបញ្ហាឲ្យស្ដាប់ធម៌ជាពិតបើបរិជានឹងទ្រង់ស្ដាប់ធម៌របស់សមណៈឬព្រាហ្មណ៍អង្គណាហើយទ្រង់ជ្រះថ្លានឹងធ្វើសក្ការៈធំដល់សមណៈឬព្រាហ្មណ៍អង្គនោះសមណៈជាអ្នកជាកុលបៈរបស់អ្នកណាបានជាកុលបៈរបស់បរិជាអ្នកនោះមានសេចក្តីចម្រើនដូចនេះអាមាត្យទាំងនោះគ្រាគិតយ៉ាងនេះហើយទៅផ្ដើមសេចក្តីសរសើរសមណៈដែលជាកុលបៈរបស់ខ្លួនដោយបំណងថាយើងនឹងពោលសរសើរសមណៈដែលជាកុលបៈរបស់ខ្លួនហើយក៏នាំបរិជាទៅបរិជានឹងប្របាទជាសតោបរិជានោះទៅយើងក៏នឹងទៅព្រោះដូច្នេះលោកទៅពោលថាការបើបរិជាមានព្រះបន្ទូលយ៉ាងនេះហើយមានរាជអាមាត្យម្នាក់ដូច្នេះជាដើមបណ្ដានគ្រូទាំង6នោះពាក្យថាបូរណោជាឈ្មោះនៃសាស្តាបដិញ្ញាពាក្យថាកសបោជាកូលជាកូលជាកូតកូតកូតកូលកូតកូលបានឮឲ្យថាបូរណកសបៈនោះជាទាស័កទី99របស់ត្រកូលមួយហេតុនោះទើបគេតាំងឈ្មោះថាបូរណៈតែបរិជាទាស័កដែលជាមង្គលទើបមិនបានមានអ្នកណាចាំស្ដីប្រដៅថាធ្វើល្អធ្វើអាក្រក់ឬក៏មិនទាន់ធ្វើឬក៏មិនសម្រេចធ្វើមិនសម្រេចហើយបានឮមកថានាយបូរណៈនោះគិតថាយើងនឹងទៅក្នុងទីនោះដើម្បីធ្វើអ្វីទើបគេចចេញទៅគ្រានោះពួកចៅបានដើមយកសម្ពុតរបស់គេទៅគេមិនដឹងនឹងរកស្លឹកឈើឬក៏ស្មៅមកបិទបាំងរាងកាយទៅអាក្រាតកាយចូលទៅក្នុងពួកអ្នកស្រុកមួយកន្លែងពួកមនុស្សទាំងឡាយគេឃើញថាគេយល់ថាលោកនេះជាសមណៈជាព្រះអរហន្តជាអ្នកប្រាថ្នាតិចមនុស្សដូចលោកនេះមិនមានទើបលោកកាន់យកវត្ថុទាំងឡាយមានបង្ហែមនិងចង្អាបជាដើមចូលទៅរកគេគិតថាពួកយើងមិនស្លៀកសម្ពុតទើបកើតលៀបនេះតាំងពីនោះមកសូម្បីបានសម្ពុតក៏មិនស្លៀកដែរបានកាន់អាការអាក្រាតកាយនោះឯងជាឧបជាសូម្បីមនុស្សដតីប្រមាណ500នាក់ក៏នាំគ្នាអួសតាមក្នុងសំណាក់របស់បូរណកសបៈនោះពួកជិលមានគេឲ្យពាក្យលោកពោលថាបូរណោកសបោសំដៅដល់អ្នកបួសបូរណកសបៈដែលពោលលើកឡើងមកនេះឈ្មោះថាមេពួកដែលអត្ថាមានពួកគឺពួកអ្នកបួសឈ្មោះថាមេគណៈដោយអត្ថាក៏មានគណៈនោះឯងឈ្មោះថាកណាចារដោយអត្ថាអាចារ្យរបស់គណៈនោះមានឋានៈទូមានមីយាទទាំងចរិតលក្ខណៈអប់រំផ្លូវចិត្តបទថាញាតោប្រែថាដឹងគ្រប់គ្នាប្រកបយ៉ាងប្រកបនេះយកចាប់ទៅអាប់ទៀតឯងអាប់រងថ្ងៃហ្នឹងនៅឥណ្ឌាមានអ្នកបួសដែលគេអត់ស្លៀកពាក់ឯងហើយនៅរងថ្ងៃហ្នឹងឯងគេស្លៀកបិទបាំងទៅបន្តិចចំនៅកន្លែងសំខាន់ហ្នឹងទេគេហ្នឹងគឺសัตว์បន្តតអស់នេះសោយខ្ញុំថ្ងៃមុនឃើញក្នុងបណ្ដាញសង្គមដែរឃើញតែពូនោះតាបែបនៅឥណ្ឌាហ្នឹងគឺកំពុងតែគ្រប់គាត់ណាគាត់ស្លៀកតែបន្តិចបាំងតែបន្តិចណាខាងមុខបងគ្មានអាវមានអីទេពួកជែលហើយមិនកាអាវនៅសល់ប្រពៃណីនេះតាំងសម័យព្រះនេះរឿងហ្នឹងនេះសម័យពុទ្ធកាលមកដល់បច្ចុប្បន្នឈ្មោះថា Yus
ស័ក្តិសិទ្ធិជាអ្នកយៈសសីជាអ្នកមានយុសមានអត្ថថាមានកិត្តិយសឬក៏លាន់ឮទៅយ៉ាងនេះថាប្រាថ្នាតិចសន្តោសសូម្បីសពុតក៏មិនស្លៀកតែប្រាថ្នាតិចហ្នឹងឃើញតែប្រាថ្នាតិចអើក៏មិនស្លៀកផងមានតែអ្នកមិនសូវមានសេចក្តីត្រូវការបើថាតិថការោមានឈ្មោះថាមេលទ្ធិអ្នកធំមួយក្នុងមេដឹកនាំលទ្ធិអីមួយលទ្ធិគឺជាលទ្ធិប្រជែលហ្នឹងចឹងបទថាសាធុសមតោមានសេចក្តីថាគេលើកតម្កើងយ៉ាងនេះថាលោកនេះល្អជាសប្បុរសបទថាពហុជាណសៈសេចក្តីថាបទុជនអនពាលអ្នកមិនបានស្ដាប់ឈ្មោះថារតញ្ញូដោយអត្ថានឹងរាត្រីច្រើនដែលកន្លងមកហើយតាំងពីបួសឈ្មោះថាជីរ៉ាប់ពៈជីរ៉ាពៈជីរ៉ាបៈជីរ៉ាបៈបបចិត្តតោដោយអត្ថាបួសមកយូរអង្វែងព្រោះពាក្យរបស់អ្នកបួសមិនយូរជាពាក្យមិនគួរជឿដូច្នេះលោកពោលសួរថាបួសយូរពាក្យបទថាអដ្ឋកតោមានប្រែថាមានអាយុយឺនយូរអត្ថាទី3កន្លងទៅ2-3រជ្ជកាលបទមួយទៀតវយោអនុបតោសេចក្តីថានៅរហូតដល់បច្ឆិមអ្វីចុងក្រោយបច្ឆិមអ្វីសូម្បីពាក្យទាំងពីរនេះលោកពោលសំដៅដល់ពាក្យរបស់មនុស្សកំឡោះដែលមិនគួរជឿបទថាតណ្ហិអហោសិមានសេចក្តីថាបរិជាទ្រង់ដូចជាបុរសដែលត្រូវការនឹងស៊ីស្វាយទុំមានពណ៌ដូចមាសមានរសឆ្ងាញ់ការជួបអឺមកលឿទុំដែលនាំមកដាក់នៅក្នុងដៃក៏មិនពេញចិត្តយ៉ាងណាបរិជាក៏យ៉ាងនោះមានព្រះបំណងស្ដាប់ធម្មកថាដ៏ពីរោះប្រកបដោយគុណមានឈាននិងអភិញ្ញាជាដើមនិងសរុបចុះដោយប្រត្រៃលក្ខដើម្បីកាលមុនធ្លាប់បានជួបបូរណកសបៈក៏មិនពេញព្រះハរតីមកឥឡូវនេះក្រៃលែងមិនពេញព្រះតីឡើយទៅទៀតព្រោះការពរនាគុណទៅត្រង់នៅស្ងៀមសំបីមិនពេញព្រះតីក៏មានប្រតិបត្តិថាបើយើងនឹងគម្រាមអ្នកដែលក្រោកអ្នកដែលក្រាបទូលនោះហើយឲ្យគេចាប់នាំចេញទៅអ្នកណាម្នាក់សំអីដតីក៏ដឹងខ្លាចថាបរិជាត្រង់ធ្វើយ៉ាងនេះដល់អ្នកណាអ្នកដែលនិយាយនោះនឹងមិននិយាយអ្វីដូច្នេះទើបត្រង់អត់ទ្រាំពាក្យនោះសំបីមិនជាទីពេញប្រតីបានជាត្រង់នៅស្ងៀមលំដាប់នោះអាមាត្យម្នាក់ទៀតគិតថាយើងនឹងពោលគុណរបស់សមណព្រាហ្មណ៍អ្នកជាកុលបៈរបស់ខ្លួនទើបផ្ដាំទូលព្រោះដូច្នោះទើបលោកពោលថាមនីអាមាត្យម្នាក់ទៀតដូច្នេះជាដើមពាក្យទាំងនោះក៏បីជ្រាបថានៃដែលបានពោលហើយក្នុងបណ្ដាគ្រូទាំង6នេះមានថាមគ្គលិជាឈ្មោះរបស់គ្រូម្នាក់ដែរគេបាននិយាយពីមុខលិពាក្យថាកូលសាឈ្មោះបន្ទាប់ព្រោះកើតត្រង់រោងគោបានលឺមកថាគេកាន់ឆ្នាំងប្រេងដើរទៅលើផ្ទៃដីមានភក់ចៅវាយនាយពោលថាកុំឲ្យរអិលដួលណាគេក៏រអិលដួលព្រោះធ្វេសប្រហែសទើបផ្ដើមកិច្ចចេញព្រោះខ្លាចចៅវាយនាយរត់ទៅតោងជីសម្ពុតជប់គេទៅចោលសម្ពុតអាក្រាតកាយកិច្ចចេញទៅសេចក្តីដល់សេះដូចគ្នានោះបូរណកសបៈនោះឯងលោកក៏អត់ត្រូវការស្លៀកពាក់ទេអាចារ្យនោះអាចារ្យហ្នឹងយើងសម្ដែងពីអាចារ្យពាក្យថាអចិត្តៈជាឈ្មោះរបស់គ្រូម្នាក់ទៀតឈ្មោះមួយទៀតកោសកំពលៈកេសកំពលៈដែលអត្ថថាស្លៀកសម្ពុតកលពល
ដែលត្បាញដោយសក់មនុស្សរួមឈ្មោះពីរនាក់ចូលជាមួយគ្នាទើបឈ្មោះថាអចិតកេសៈកំពលៈហ្នឹងក្នុងពីរឈ្មោះនោះសម្ពុតកំពុលដែលធ្វើដោយសក់មនុស្សចរាឈ្មោះថាគេសកំពុលឈ្មោះថាសម្ពុតដែលមានសាច់ក្រូតក្រៀតជាងសម្ពុតគេកំពុលមិនមានសំដូចព្រះមានព្រះភិក្ខត្រាស់ថាមនាលភិក្ខុទាំងឡាយសម្ពុតទាំងឡាយណាមួយដែលគេត្បាញដោយសក់មនុស្សប្រកាសជាអាក្រក់បំផុតជាងសម្ពុតទាំងនោះមនាលភិក្ខុទាំងឡាយសម្ពុតកំមុលដែលគេត្បាញដោយសក់មនុស្សត្រជាក់ក្នុងពេលត្រជាក់ក្តៅក្នុងពេលក្តៅមានសម្បុរអាក្រក់មានក្លិនអាក្រក់និងមានសម្ផស្សអាក្រក់សម្ពុតហ្នឹងមិនល្អទេណាដែលគេយកពាក់ហ្នឹងណាអាចារ្យឈ្មោះអីនេះអាចារ្យទាំងអស់ហ្នឹងសិតតែជាប់អធិពាក្យថាបគុធៈជាឈ្មោះរបស់គ្រូម្នាក់ទៀតនោះពាក្យថាកញ្ចាយណៈជាកូតកូលរួមឈ្មោះនឹងកូតចូលជាមួយគ្នាទៅហៅថាបគុធៈកញ្ចាយណៈគ្រូបគុធៈកញ្ចាយណៈនេះហាមទឹកត្រជាក់សូម្បីបន្ទោបងវិចរៈក៏មិនប្រើប្រេទឹកមិនប្រើទឹកលាងដែរហ្នឹងបាត់ដៃបាត់ជើងទៅបងអត់លាងទេបានទឹកក្តៅអន់ឬទឹកបាយទៅធ្វើការលាងយកទឹកក្តៅមកលាងបាយវិញឬទឹកបាយគ្រាឆ្លងទន្លេឬក៏ទឹកតាមផ្លូវគិតថាសិលរបស់យើងដាច់ហើយទើបពូតពំនូតសាច់អធិដ្ឋានសិលហើយទៅគ្រូនោះមានលទ្ធិដែលប្រជាសេរីមានសភាពបែបនោះមានពាក្យថាសច្ចយៈជាឈ្មោះរបស់គ្រូម្នាក់ទៀតឯឈ្មោះថាវេលទ្ធបុត្រព្រោះជាបុត្ររបស់វេលទ្ធៈគ្រូម្នាក់ឈ្មោះថានិក្រុនពួកនិក្រុនដោយអំណាចឈ្មោះដែលបានហើយព្រោះនិយាយស្មើថាពួកយើងមិនមានកិលេសដែលរំរិតដែលគួរខ្ពើមរអើមពួកយើងវាជាកិលេសរបស់គាត់ឈ្មោះថានិបុត្រព្រោះជាបុត្ររបស់អ្នកលេងរបាំនឹងព្រះសុតន្តបិដកបឋមភាគភាគទី14សាមញ្ញផលសូត្រទី2ឃ្នាបទី91ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានព្រះភិក្ខទ្រង់គង់នៅក្នុងវត្តអំពរវ័នព្រៃស្វាយជារបស់ជីវកកោមេរភ័តទៀបក្រុងរាជក្រឹសមួយអន្លើនឹងភិក្ខុសង្ឃច្រើនចំនួន1250រូបសម័យនោះឯងព្រះបាទអជាតសន្តវេទេហីបុត្រជាព្រះរាជបុត្ររបស់ព្រះរាជទេវីទ្រង់ព្រះនាមវេទេហេជាធំក្នុងដែនមគធៈមានរាជអាមាត្យចោមរោមទ្រង់គង់ប្រថាប់លើប្រាសាទដ៏ប្រសើរក្នុងរាត្រីមានព្រះច័ន្ទពេញវង្សជារាត្រីមានរដូវភ្លៀងគ្រប់គ្រាន់ហើយជាទីបំផុតនៃខែ4នៃកាលមានផ្កាកុមុតរីកជាថ្ងៃឧបោសថទី14គឺពេញបូរមីខែកដឹកគ្រានោះឯងព្រះបាទអជាតសតវេទេហីបុត្រជាធំក្នុងដែនមគធៈទ្រង់បន្លឺឧទានវាចាថារាត្រីប្រះចាក់ទោសស្វាងរុងរឿងគួរជាទីត្រេកអរអ្វីម្លេះណោរាត្រីប្រះចាក់ទោសមានភាពល្អអ្វីម្លេះណោរាត្រីប្រះចាក់ទោសគួរជាទីរមិលមើលអ្វីម្លេះណោរាត្រីប្រះចាក់ទោសជាទីនាំមកនៅសេចក្តីជ្រះថ្លាអ្វីម្លេះណោរាត្រីប្រះចាក់ទោសគួរជាទីកំណត់ដឹងអ្វីម្លេះណោក្នុងថ្ងៃនេះតើយើងគប្បីចូលទៅរកសមណៈឬព្រានណាណោយើងចូលទៅអង្គុយចិត្តបុគ្គលណាទើបនឹងមានចិត្តជ្រះថ្លាបានកាលបើព្រះរាជាមានព្រះបន្ទូលយ៉ាងនេះហើយមានរាជអាមាត្យម្នាក់ក្រាបបង្គំទូលព្រះបាទអជាតសតវេទេហីបុត្រ
ជាធំក្នុងដែនមគធៈដូច្នេះថាបបិទ្ធព្រះសមតិទេពគ្រូឈ្មោះពរណៈកស្សបៈនេះជាអ្នកមានពួកមានគណៈច្រើនផងជាអាចារ្យរបស់គណៈផងជាអ្នកមានកេរ្តិ៍ឈ្មោះជាអ្នកមានយសជាអ្នកធ្វើនៅលទ្ធិប្រជាជនសន្មតថាជាសប្បុរសជាអ្នកដឹងរាត្រីយូរបួសយូរជាងជនច្រើនតាំងនៅជាយូរអង្វែងអស់ពី3រាជមកហើយដល់ហើយនៅមជ្ឈិមវ័យសូមព្រះសមតិទេពស្ដេចចូលទៅរកគ្រូឈ្មោះពរណៈកស្សបៈនោះចុះកាលបើព្រះសមតិទេពស្ដេចចូលទៅរកគ្រូឈ្មោះពរណៈកស្សបៈហើយមុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខានកាលបើរាជអាមាត្យនោះក្រាបបង្គំទូលយ៉ាងនេះហើយព្រះបាទអជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈទ្រង់ព្រះតណ្ហិភាពមានរាជអាមាត្យម្នាក់ទៀតក្រាបបង្គំទូលព្រះបាទអជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈដូច្នេះថាបបិទ្ធព្រះសមតិទេពគ្រូឈ្មោះមគ្គលិកោសាលនេះជាអ្នកមានពួកមានគណៈច្រើនផងជាអាចារ្យរបស់គណៈផងជាអ្នកមានកេរ្តិ៍ឈ្មោះជាអ្នកមានយសជាអ្នកធ្វើនៅលទ្ធិមហាជនសន្មតថាជាសប្បុរសជាអ្នកដឹងរាត្រីយូរបួសយូរជាងជនច្រើនតាំងនៅជាយូរអង្វែងអស់ពី3រាជមកហើយដល់ហើយនៅបច្ឆិមវ័យសូមព្រះសមតិទេពស្ដេចចូលទៅគង់ចិត្តគ្រូឈ្មោះមគ្គលិកោសាលនោះចុះកាលបើព្រះសមតិទេពស្ដេចចូលទៅរកគ្រូឈ្មោះមគ្គលិកោសាលហើយមុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខានកាលបើរាជអាមាត្យនោះក្រាបបង្គំទូលយ៉ាងនេះហើយព្រះបាទអជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈក៏ទ្រង់ព្រះតណ្ហិភាពមានរាជអាមាត្យម្នាក់ទៀតក្រាបបង្គំទូលព្រះបាទអជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈដូច្នេះថាបបិទ្ធព្រះសមតិទេពគ្រូឈ្មោះអចិតកេសកំពលៈនេះជាអ្នកមានពួកមានគណៈច្រើនផងជាអាចារ្យរបស់គណៈផងជាអ្នកមានកេរ្តិ៍ឈ្មោះជាអ្នកមានយសជាអ្នកធ្វើនៅលទ្ធិមហាជនសន្មតថាជាសប្បុរសជាអ្នកដឹងរាត្រីយូរបួសយូរជាងជនច្រើនតាំងនៅជាយូរអង្វែងអស់ពី3រាជមកហើយពីបុត្រជាធំក្នុងដែនមគធៈទ្រង់បន្លឺឧទានវាចាថារាត្រីប្រះចាក់ទោសស្វាងរុងរឿងគួរជាទីត្រេកអរអ្វីម្លេះណោរាត្រីប្រះចាក់ទោសមានភាពល្អអ្វីម្លេះណោរាត្រីប្រះចាក់ទោសគួរជាទីរមើលមើលអ្វីម្លេះណោរាត្រីប្រះចាក់ទោសជាទីនាំមកនៅសេចក្តីជ្រះថ្លាអ្វីម្លេះណោរាត្រីប្រះចាក់ទោសគួរជាទីកំណត់ដឹងអ្វីម្លេះណោក្នុងថ្ងៃនេះតើយើងគប្បីចូលទៅរកសមណៈឬព្រានណាណោយើងចូលទៅអង្គុយចិត្តបុគ្គលណាទើបនឹងមានចិត្តជ្រះថ្លាបានកាលបើព្រះរាជាមានព្រះបន្ទូលយ៉ាងនេះហើយមានរាជអាមាត្យម្នាក់ក្រាបបង្គំទូលព្រះបាទអជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈដូច្នេះថាបបិទ្ធព្រះសមតិទេពគ្រូឈ្មោះពរណៈកស្សបៈនេះជាអ្នកមានពួកមានគណៈច្រើនផងជាអាចារ្យរបស់គណៈផងជាអ្នកមានកេរ្តិ៍ឈ្មោះជាអ្នកមានយសជាអ្នកធ្វើនៅលទ្ធិប្រជាជនសន្មតថាជាសប្បុរសជាអ្នកដឹងរាត្រីយូរបួសយូរជាងជនច្រើនតាំងនៅជាយូរអង្វែងអស់
ពី3រាជមកហើយដល់ហើយនៅមជ្ឈិមវ័យសូមព្រះសមត្ថទេពស្ដេចចូលទៅរកគ្រូឈ្មោះពរណកសបៈនោះចុះកាលបើព្រះសមត្ថទេពស្ដេចចូលទៅរកគ្រូឈ្មោះពរណកសបៈហើយមុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខានកាលបើរាជអាមាត្យនោះក្រាបបង្គំទូលយ៉ាងនេះហើយព្រះបាទអជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈទ្រង់ព្រះតណ្ហិភាពមានរាជអាមាត្យម្នាក់ទៀតក្រាបបង្គំទូលព្រះបាទអជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈដូច្នេះថាបបិទ្ធព្រះសមត្ថទេពគ្រូឈ្មោះមគ្គលិកោសាលនេះជាអ្នកមានពួកមានគណៈច្រើនផងជាអាចារ្យរបស់គណៈផងជាអ្នកមានកេរ្តិ៍ឈ្មោះជាអ្នកមានយសជាអ្នកធ្វើនៅលទ្ធិមហាជនសន្មតថាជាសប្បុរសជាអ្នកដឹងរាត្រីយូរបួសយូរជាងជនច្រើនតាំងនៅជាយូរអង្វែងអស់ពី3រាជមកហើយដល់ហើយនៅបច្ឆិមវ័យសូមព្រះសមត្ថទេពស្ដេចចូលទៅគង់ចិត្តគ្រូឈ្មោះមគ្គលិកោសាលនោះចុះកាលបើព្រះសមត្ថទេពស្ដេចចូលទៅរកគ្រូឈ្មោះមគ្គលិកោសាលហើយមុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខានកាលបើរាជអាមាត្យនោះក្រាបបង្គំទូលយ៉ាងនេះហើយព្រះបាទអជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈក៏ទ្រង់ព្រះតណ្ហិភាពមានរាជអាមាត្យម្នាក់ទៀតក្រាបបង្គំទូលព្រះបាទអជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈដូច្នេះថាបបិទ្ធព្រះសមត្ថទេពគ្រូឈ្មោះអចិតកេសកំពលៈនេះជាអ្នកមានពួកមានខណៈច្រើនផងជាអាចារ្យរបស់គណៈផងជាអ្នកមានកេរ្តិ៍ឈ្មោះជាអ្នកមានយសជាអ្នកធ្វើនៅលទ្ធិមហាជនសន្មតថាជាសប្បុរសជាអ្នកដឹងរាត្រីយូរបួសយូរជាងជនច្រើនតាំងនៅជាយូរអង្វែងអស់ពី3រាជមកហើយដល់ហើយនៅមជ្ឈិមវ័យសូមព្រះសមត្ថទេពស្ដេចចូលទៅរកគ្រូបច្ឆិមអ្វីបងឡើយហ្នឹងឃើញខុសពីដងខ្ញុំមជ្ឈិមបច្ឆិមចាប្រែថាវ័យចុងក្រោយចាអរគុណបាទ ដល់ហើយនៅបច្ឆិមវ័យសូមសមត្ថទេពស្ដេចចូលទៅរកគ្រូឈ្មោះអចិតកេសកំពលៈនោះចុះកាលបើព្រះសមត្ថទេពស្ដេចចូលទៅរកគ្រូឈ្មោះអចិតកេសកំពលៈហើយមុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខានកាលបើរាជអាមាត្យនោះក្រាបបង្គំទូលយ៉ាងនេះហើយព្រះបាទអជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈទ្រង់ព្រះតណ្ហិភាពមានរាជអាមាត្យម្នាក់ទៀតក្រាបបង្គំទូលព្រះបាទអជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈដូច្នេះថាបបិទ្ធព្រះសមត្ថទេពគ្រូឈ្មោះបកថកច្ចាយណៈនេះជាអ្នកមានពួកមានខណៈច្រើនផងជាអាចារ្យរបស់គណៈផងជាអ្នកមានកេរ្តិ៍ឈ្មោះជាអ្នកមានយសជាអ្នកធ្វើនៅលទ្ធិមហាជនសន្មតថាជាសប្បុរសជាអ្នកដឹងរាត្រីយូរបួសយូរជាងជនជាច្រើនតាំងនៅជាយូរអង្វែងអស់ពី3រាជមកហើយដល់ហើយនៅបច្ឆិមវ័យសូមព្រះសមត្ថទេពស្ដេចចូលទៅរកគ្រូឈ្មោះបកថកច្ចាយណៈនោះចុះកាលបើព្រះសមត្ថទេពស្ដេចចូលទៅរកគ្រូឈ្មោះបកថកច្ចាយណៈហើយមុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខានកាលបើរាជអាមាត្យនោះក្រាបបង្គំទូលយ៉ាងនេះហើយព្រះបាទអជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈទ្រង់ព្
ព្រះតណ្ហៃភាពមានរាជអាមាត្យម្នាក់ទៀតក្រាបបង្គំទូលព្រះបាទអាជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈដូច្នេះថាបបិទ្ធព្រះសមត្ថទេពគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្រនេះជាអ្នកមានពួកមានខណៈច្រើនផងជាអាចារ្យរបស់គណៈផងជាអ្នកមានកេរ្តិ៍ឈ្មោះជាអ្នកមានយសជាអ្នកធ្វើនៅលទ្ធិមហាជនសន្មតថាសប្បុរសជាអ្នកដឹងរាត្រីយូរបួសយូរជាងជនជាច្រើនតាំងនៅជាយូរអង្វែងអស់ពី3រៀបមកហើយដល់ហើយនៅបច្ចឹមវ័យសូមព្រះសមត្ថទេពស្ដេចចូលទៅរកគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្រនោះចុះកាលបើព្រះសមត្ថទេពស្ដេចចូលទៅរកគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្រហើយមុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខានកាលបើរាជអាមាត្យនោះក្រាបបង្គំទូលយ៉ាងនេះហើយព្រះបាទអាជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈទ្រង់ព្រះតណ្ហិភាពមានរាជអាមាត្យអ្នកទៀតក្រាបបង្គំទូលព្រះបាទអាជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈដូច្នេះថាបបិទ្ធព្រះសមត្ថទេពគ្រូឈ្មោះនិកន្ធនាថបុត្រនេះជាអ្នកមានពួកមានគណៈច្រើនផងជាអាចារ្យរបស់គណៈផងជាអ្នកមានកេរ្តិ៍ឈ្មោះជាអ្នកមានយសជាអ្នកមាននៅលទ្ធិមហាជនសន្មតថាជាសប្បុរសជាអ្នកដឹងរាត្រីយូរបួសយូរជាងជនជាច្រើនដល់ហើយនៅបច្ឆិមវ័យសូមព្រះសមត្ថទេពស្ដេចចូលទៅរកគ្រូឈ្មោះនិកន្ធនាថបុត្រនោះចុះកាលបើព្រះសមត្ថទេពស្ដេចចូលទៅរកគ្រូឈ្មោះនិកន្ធនាថបុត្រហើយមុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខានកាលបើរាជអាមាត្យនោះក្រាបបង្គំទូលយ៉ាងនេះហើយព្រះបាទអាជាតសតុវេទេហិបុត្រជាធំក្នុងដែនមគធៈទ្រង់ព្រះតណ្ហិភាពចាចប់គ្នា91អ្នកគ្រូចូលគ្នា